យើងចាប់ដើមធ្វើ content ណាអូខេធ្វើ content ដែលខ្មែរយើងហៅថាមេតិកាអូខេអញ្ចឹងជាដំបូងយើងដាក់ចំណងជើងវាមួយណាចំណងជើងរបស់ខ្ញុំអាចប្រើ insert អូខេហើយ word art មកឬ style ណាមួយក៏បានដែរណាអូខេឬ style នេះមួយមកដោយសារនេះខ្ញុំអត់ទាន់ save វាចេញតម្រងនេះអូខេឥឡូវខ្ញុំ save ខ្ញុំ save ទុកណាកុំឲ្យវាចេញតម្រងថ្មីណាអូខេចាំបន្តិចចឹងដាក់ content តែម្ដងណាអូខេខ្ញុំ save ចូល 3D ខ្ញុំទៅនៅកន្លែង test tool ចឹងមកណាអូខេឥឡូវយើង save ហើយយើងចូលភាសាទៀតណាយើងដាក់ចំណងជើងឲ្យការងារយើងនេះជាចេញតម្រងថ្មីហើយណាអូខេអញ្ចឹងរើសមួយមកយើងវាយពាក្យថា general culture ណា general culture អូខេដក clear មកណា general culture អូខេហើយ font របស់យើងប្រើ font all English text អូខេ font របស់យើង all English text អូខេវាយទៅប៉ុណ្ណឹង OL មកវាចេញមកណាបន្តមកទៀតយើងចាប់ដើមដាក់វានៅកណ្ដាលរបៀបដាក់នៅកណ្ដាលយើងចូល format អញ្ចឹងណាចូល format ហើយយើងចូល align អូខេចូល align អញ្ចឹងមកណាមើលឃើញអត់អូខេបើមើលមិនឃើញខ្ញុំដាក់ឲ្យមើលណាដំបូងយើងចុចលើវាសិនហើយបានយើងចូល format អូខេហើយបន្តមកទៀតយើងចូល align អញ្ចឹងណាហើយយើងចុចលើ align មកយកពាក្យថា center ណាវានៅកណ្ដាលយើងហើយ style របស់យើងនេះគឺយើងប្រើ style រាងកោងប៉ុន្តែផ្នែកកណ្ដាលអក្សរនេះគឺវាធំអញ្ចឹងណាអូខេដើម្បីចូល style នឹងបានគឺយើងត្រូវចូលកន្លែងតិច effect នេះណាអូខេចុចទៅនឹងមកណាអូខេតិច effect មកយើងមើលពាក្យថា transform ហើយយើងរកមើល style ដែលមានទម្រង់បែបហ្នឹងណាអូខេនេះធំអូខេយើងយកនេះ inflate ណាអូខេចេញមកវាចេញ style ហ្នឹងហើយសូមបញ្ជាក់ថាយើងកុំទាញវាកុំទាញជុងអញ្ចឹងណាតែទាញទៅអក្សរហ្នឹងវាពេលយើង bridge អីទៅវានឹងលេចចូលបាត់ហើយអញ្ចឹងដើម្បី bridge វាឲ្យធំបានយើងត្រូវចុចលើអក្សរ A នេះណាអូខេចុចអក្សរ A ធំនេះមកមានន័យថាពង្រីកហើយបើ A តូចនេះមានន័យថាបង្រួមវិញអញ្ចឹងណាអូខេហើយយើង A ធំណាអូខេយើងបានហើយតមកចុចមកឆ្វេង2ដងមកក្រោមអូខេហើយចំពោះការធ្វើ content នេះសូមបញ្ជាក់ថាយើងធ្វើបានតែអក្សរអង់គ្លេសឬក៏ឡាតាំងទេណាខ្មែរយើងមិនអាចដាក់កខកខងបានទេយើងអាចប្រើអក្សរអង់គ្លេសឬក៏ឡាតាំងមាននេះដែលអាចធ្វើ content បានមើលមានតែលេខនិងអក្សរអង់គ្លេសទៅចឹងណាបងអូខេហើយមួយទៀតនិមិត្តសញ្ញាគេអាចធ្វើជា content បានដែរចឹងណានិមិត្តសញ្ញាហ្នឹងបូករួមទាំងរូបថតក៏មានដែរអូខេទាំងរូបថតហ្នឹងក៏យើងអាចធ្វើបានដែរតែឥឡូវយើងចាប់ដើមយើងដឹងហើយថាយើងប្រើលេខធ្វើជា content ឬក៏អក្សរណាឥឡូវរបស់យើងយកប្រើអក្សរមុនដូច្នេះយើងដឹងថាមានអក្សរ A ធំនិង A តូចព្រមទាំងលេខយើងអាចធ្វើ content បានអញ្ចឹងយើងវាយចូលចឹងបានយើងវាយចូលតែម្ដងយើងវាយខ្លួនឯងណា shift A ធំទៅមកហើយចុច1ដក clear យើងប្រើ space នៅចេញសញ្ញាបែបនេះមានន័យថាយើងអាចធ្វើជា content auto បានហើយអានេះគេហៅ content photo ណាបងអូខេកាលណាចេញសញ្ញានេះណាអាហ្នឹង content ហ្នឹងចេញ auto ហើយអញ្ចឹងឧទាហរណ៍ថារបស់យើងចង់និយាយថាម៉េចអូខេឧទាហរណ៍ថា the file point that the husband has to commit with his wife អូខេអញ្ចឹងយើងបានចំណុចសំណួរហើយដូច្នេះយើងចង់បានចម្លើយវាអូខេយើងឃើញវាចេញអក្សរ A ហើយ B តែម្ដងអញ្ចឹងបើយើងទៅទៀតវាចេញអក្សរ C អូខេចម្លើយគេថា the file អូខេ the file point អូខេ the file point R អូខេអញ្ចឹងមកណាអូខេមកដល់ចំណុចត្រង់នេះយើងអត់ចង់យកអក្សរ C ទេគឺយើងចង់យកគេហៅថា sub content វាណាមាន content តូចរបស់ហ្នឹងទៀតអញ្ចឹងណាអូខេអញ្ចឹងចុចលើកន្លែងអក្សរ B ទៀតមកណាតមកយើងរុញ tab បងប្អូនរុញ tab
នៅក្នុងសញ្ញា tab ហ្នឹងគឺមានសញ្ញាព្រួយទៅមុខទៅក្រោយអាហ្នឹងគឺហៅ tab ហើយចុចវា tab មក tab ចឹងមកណាហើយដូរវាទៅជាលេខវិញអូខេដូរជាលេខវិញចុចនេះអូខេនេះមកណាអូខេមកឃើញអត់បងអូខេចុចនេះមកណាហើយយើងរើសតម្រង់ជាលេខមកណាអូខេបែបនេះមកខ្ញុំចាប់ដាក់មកឥឡូវខ្ញុំជិលវាយវែងឆ្ងាយខ្ញុំមកទីហោតែម្ដងណាមកយូរអូខេឥឡូវយើងបានមួយចំណុចហើយវាទាំងអស់មាន5ចំណុច enter ទៀតមកណាអូខេ enter ទៀតមកអូខេទៀតមកណាឥឡូវយើងចាប់មកចំណុចហើយយើងចាប់តាមចូលមកទៅនេះវិញតនេះតាម content របស់យើងគឺយើងប្រើ AB ជាចំណុចគេហៅថា main content អូខេយើងប្រើ A មក B វិញមិនមែន C ទេណាអញ្ចឹងត្រូវចុចលើអក្សរ C ដើម្បីយើងបដូរវាបងចុចឡើងនេះមកណាសញ្ញាព្រួយនេះមកអូខេយកនេះ set numbering value ណាអូខេតមកទៀតយើងបន្ថយវាតាមសញ្ញាព្រួយអញ្ចឹងណាយើងបន្ថយវាមកនេះចុចសញ្ញាព្រួយថយក្រោយនេះមកគឺនឹងមកអក្សរ A ហើយអញ្ចឹងណាអូខេឥឡូវជំនាញបន្តមកទៀតខ្ញុំមកទីហោទៀតហើយខ្ញុំអត់វែងឆ្ងាយបើយូរកាលណាយើង enter មកយើងបានចំណុចទី2តមកទៀតយើងធ្វើលំនាំដូចទៅនឹងទី1អញ្ចឹងដែរណាអូខេចុចលេខនេះមកវិញណា enter ភាសាទៀតហើយចុច tab មួយណាអូខេ tab ចូលមួយមកយើងដូរវាទៅលេខទៀតអូខេដូរទៅលេខទៀតមកនេះណាហើយយើងបានចំណុចដូចមុនអញ្ចឹងកាលណាបងប្អូនយល់ពីចំណុចនេះហើយយើងនឹងអាចធ្វើបានទាំងអស់តែម្ដងមានប្រមាណ content មានប្រមាណគេហៅថា main content ក៏ដោយក៏អាចធ្វើបានដែរហើយ sub content មានប្រមាណក៏អាចធ្វើបានដែរអូខេឥឡូវខ្ញុំមកចំណុចខាងក្រោមតែម្ដងណាខ្ញុំលុបចោលតំណឹងតែម្ដងនៅខាងក្រោមចុងក្រោយមកទៀតនៅខាងក្រោយ content របស់យើងហ្នឹងយើងប្រើផ្កាយើងប្រើលក្ខណៈគេហៅថាផ្កាបញ្ចប់ការងារយើងណាអូខេនេះយើងប្រើផ្កានៅកន្លែងនេះណាផ្កាហ្នឹងវាកើតជាលក្ខណៈគេហៅថា symbol ណាអញ្ចឹងយើងចូលកន្លែងហ្នឹងបានគឺយើងចូលកន្លែង insert ណាអូខេ insert នេះមកណាហើយចូលមកណាចូល insert មកហើយជំហានបន្ទាប់យើងចូលកន្លែង symbol ណាអូខេចុចទៅនឹងមកណាអូខេយើងចូលកន្លែង more បងប្អូនយើងចូល more ណាអូខេចូល more មកបន្តមកទៀតចំណុចទៅនេះគឺតម្រូវឲ្យបងប្អូនវាយអក្សរគេហៅថា font អក្សរគឺ TA មកណាហើយយើងចុចសញ្ញាព្រួយរួមមើលពាក្យថា tagging អូខេ tagging ចឹងមកពេលនោះយើងនឹងឃើញនិមិត្តសញ្ញាផ្កាដែលយើងចង់បានហើយឧទាហរណ៍ថាបងប្អូនចង់រើសអានេះអូខេយើង insert មួយមកហើយអាកណ្ដាលបងឯងចង់ដាក់អីគេឧទាហរណ៍ខ្ញុំដាក់អាហ្នឹងយើង insert មួយទៀតមកហើយដាក់គួបវាណា insert មួយទៀតមកអូខេយើង close បានហើយបន្ទាប់មកទៀតយើងចាប់ដើមធ្វើការពង្រីកវាឲ្យធំបងប្អូនអូខេធំអញ្ចឹងមកណាហើយឲ្យវានៅកណ្ដាលអញ្ចឹងណាអូខេបន្ទាប់ពីធ្វើយ៉ាងហ្នឹងហើយនេះជាការណែនាំ font របស់និមិត្តសញ្ញានេះគឺយើងអាចចូលកន្លែង insert អូខេណាយើងចូល insert បងប្អូនចូល insert ចឹងមកហើយយើងចូលកន្លែង save អូខេតែយើងចូលតែម្ដងហើយយើងមើលsave ណាដែលមានរូបពពកនេះណាអូខេចុចអញ្ចឹងមកយើងទាញវាបន្ទាប់ពីទាញយើងត្រឡប់អាកន្លែងសញ្ញានេះអាកន្លែងចំណុចពណ៌លឿងយើងទាញទៅលើវិញទៅចង់ប្រាប់ថានិមិត្តសញ្ញានេះមាន font ឈ្មោះថា tagging អញ្ចឹងណាបងប្អូនអូខេឥឡូវយើងចាប់ដើមយក font អក្សរហ្នឹងមកណាយើងសរសេរជា word art ហ្នឹងបងប្អូនសរសេរមួយណាក៏បានយើងដាក់មក tagging អញ្ចឹងណាអូខេមកយើងពិបាករកវិញឆ្ងាយណាបងអូខេ tagging អញ្ចឹងមកហើយជំហានបន្ទាប់យើងចុចលើ line របស់អក្សរហ្នឹងមកយើងយើងដូរ style វាទៀតណាអក្សរហ្នឹងគីឡូវាមើលមិនឃើញអីអូខេដាក់អក្សរពណ៌ហ្នឹងទៅណាហើយពណ៌វាបន្តិចបងអូខេហើយដូចខ្ញុំបញ្ជាក់អញ្ចឹងអក្សរ word art យើងត្រូវបរិចវាតាមរយៈអក្សរនេះចុចលើអក្សរ A ធំឬយើងវាយលេខចូលក៏បានដែរអីទេណាអញ្ចឹងណាអូខេឥឡូវយើងមាតិកាយើងមានតែប៉ុណ្្នេះឯងអូខេតាក់ទងការធ្វើ content បងណាអូខេអញ្ចឹងសូមអរគុណច្រើនអូខេអរគុណច្រើន